បាទជំរាបសួរបងប្អូនថ្ងៃនេះដែរខ្ញុំមកណែនាំបងប្អូននេះពីវិធីចាប់អរិយបងប្អូនអរិយនេះយើងចាប់ពេលថ្ងៃគឺសិតតែសំណហើយបងប្អូនតែបើយើងមកពេលយប់វិញបងប្អូនគឺរៃសុតហ្មងពេញតាមស្វាយបងប្អូនហើយអរិយអស់នេះបងប្អូនយើងអាចលក់បានទាំងសំណក់វាទាំងសាច់វាបងប្អូនសម្រាប់សាច់វាដែរ1គីឡូ25,000បងប្អូនហើយពេញនិយមបងប្អូនឲ្យយើងបំពងឲ្យឆ្ងាញ់គេចូលចិត្តទិញហើយដោយសារអីរៃវាមានរសជាតិឆ្ងាញ់អានេះឆ្ងាញ់ជាងដឹកដឿឆ្ងាញ់ជាងចង្រិតទៀតណាបងប្អូននេះហើយសម្រាប់សំណក់វាវិញគឺចិនទិញបងប្អូនចិនគេទិញក្នុងតម្លៃ1គីឡូ40គេទិញខ្ញុំ2ឆ្នាំហើយគេថាយកធ្វើថ្នាំតែយើងអត់ដឹងថាធ្វើថ្នាំអីដែរហើយអាកាសល្អបងប្អូនសម្រាប់បងប្អូនដែលមានដាំស្វាយគឺសម្បូរហ្មងតាមចកាស្វាយពេលយើងបេះស្វាយយើងបេះស្វាយហើយយើងចាប់រៃបដាយើងបានលុយផ្សំទៀតបងប្អូនហើយយើងមានអស់ដើមទេបងប្អូនមានអស់ដើមនេះហើយសបោមកហាបើមកពេលយកម៉ោង7ម៉ោង8វិញរៃមកសុតហើយរៃនេះដែរបងប្អូនរបៀបបំពងរបស់វាយើងម៉ោង7ម៉ោង8យប់យើងដើរចាប់យើងចាប់បានហើយយើងយកវាទៅត្រាំទឹកឲ្យអស់ជាតិព្រៃសិនពេលបងប្អូនត្រាំអស់ជាតិព្រៃហើយចាំយើងយកវាមកលីងឬបំពងបងប្អូនបំពងតែពេលយើងបំពងយើងដាក់ស្លឹកក្រូចដាក់អីឲ្យហើយតែក៏មិនទាន់លាយគ្រឿងណាពេលដែលបងប្អូនយកមកក្រៅយើងស្រង់មកហើយចាំលាយគ្រឿងអាហ្នឹងមានរសជាតិឆ្ងាញ់បងប្អូនហើយសម្រាប់រៃនេះដែរបងប្អូនខ្លះដាច់ពូជបាទបងប្អូនសកាស្វាយមានរាប់ពាន់ដើមបងប្អូនហើយបើយើងដើរចាប់យើងចាប់ម្ដងយើងទៅមុខទៀតតែនេះវាចេញមកពីក្រោយយើងទៀតអត់ចេះដាច់ពូជបងប្អូនតាមខ្ញុំថារៃនេះអត់ចេះដាច់ពូជហ្មងដោយសារមកយប់ហ្នឹងយើងអត់ដើរគ្រប់3000ដើមទេអានេះមកចកាហ៎ហើយនៅខេត្តកំពង់ស្ពឺយើងមានច្រើនណាបងប្អូនរាប់រយរាប់ពាន់រាប់សែនចកាអញ្ចឹងបានន័យថាអត់ចេះដាច់ពូជទេហើយឆ្នាំក្រោយគឺសបោទៀតពេញដើមទៀតបងប្អូនតាមទៅក៏អញ្ចឹងដែរបងប្អូនតាមទៅក៏ចាប់បានច្រើនតែនេះយើងចាប់ពេលយប់តែខ្ញុំបង្ហាញពេលថ្ងៃអត់បានថតទេពេលយប់អញ្ចឹងពេលថ្ងៃវាសល់តែសំណក់ឯងបើពេលយប់វិញមិនរៃវាចេញអាហ្នឹងសំណក់រៃបងប្អូនហើយរៃហ្នឹងអត់មកពីណាទេមិនមកពីក្នុងដីទេបងប្អូន